ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំបាននាំបងប្អូនអរគ្នាមកស្គាល់អំពីអត្ថប្រយោជន៍នៃដំណាំម្រេចហើយម្រេចវាជាគ្រាប់ធញ្ញជាតិម្យ៉ាងសម្រាប់យកទៅធ្វើជាគ្រឿងផ្សំនៅក្នុងម្ហូបអាហារដោយម្រេចហ្នឹងមានក្លិនឈ្ងុយនិងមានរសជាតិហឹរផងនោះវាក៏អាចជួយបន្ថែមឲ្យមុខម្ហូបកាន់តែមានរសជាតិឆ្ងាញ់មួយកម្រិតទៀតផងដែរហើយចំពោះម្រេចខ្ចីក៏យើងអាចយកវាទៅឆាជាមួយនឹងឆ្នៃវាធ្វើជាម្ហូបឆាជាមួយនឹងសាច់គោជាមួយនឹងគ្រឿងសមុទ្រអីបានថែមទៀតផងហើយក្រៅពីអាចបរិភោគជាអាហារម្រេចថែមទាំងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែលភាគច្រើនយើងទាំងអស់គ្នានឹងយើងអត់សូវចាប់អារម្មណ៍មិនអញ្ចឹងឥឡូវនេះយើងមកដឹងទាំងអស់គ្នាម្រេចគឺមានអត្ថប្រយោជន៍ចំពោះសុខភាពដូចជាទី1ជួយដល់ការរំលាយអាហារម្រេចខ្មៅប្រយុទ្ធប្រឆាំងនឹងបញ្ហាតាក់ទងទៅនឹងការរំលាយអាហារផ្សេងដូចជាការរំលាយអាហារមិនល្អរសជាតិដ៏មុតនៃម្រេចខ្មៅជាកន្លឹះមួយដែលធ្វើឲ្យក្រពះបញ្ចេញអាស៊ីតដែលជួយដល់ការបំបែកប្រូតេអ៊ីនការបញ្ចេញអាស៊ីតនៅក្នុងកាពះក៏ជួយបង្កើនចំណង់អាហារនិងបង្ហាញពីប្រសិទ្ធភាពនៃការសម្អាតលើពោះវៀនផងដែរហើយទី2ព្យាបាលជំងឺផ្លូវដង្ហើមពពួកតែរុក្ខជាតិដែលបានផ្ទុកសារជាតិចម្រាញ់ចេញពីម្រេចខ្មៅដើរតួជាប្រភពដ៏ល្អសម្រាប់ព្យាបាលជំងឺផ្លូវដង្ហើមដូចជាជំងឺក្អកនិងផ្ដាសាយក្នុងអំឡុងពេលរដូវរងាហើយម្រេចខ្មៅក៏អាចជួយសម្រួលដល់ការមានស្លេសហើយវាក៏ផ្ដល់នូវការធូរស្បើយពីជំងឺរលាកប្រហោងឆ្អឹងនិងរលាកច្រមុះផងដែរហើយទី3នោះជួយដល់ការសម្រកគីឡូម្រេចខ្មៅអាចជួយក្នុងការបំបែកសារធាតុខ្លាញ់នៅក្នុងរាងកាយរបស់អ្នកដោយសារតែសារធាតុខ្លាញ់នឹងត្រូវបានគេបំបែកជាបំណែកតូចហើយពួកវានឹងត្រូវបានគេប្រើប្រាស់និងកែច្នៃដោយផ្នែកផ្សេងនៃរាងកាយទី4ជាគ្រឿងថែរក្សាស្បែកម្រេចខ្មៅប្រយុទ្ធប្រឆាំងជាចម្បងជាមួយនឹងបញ្ហាសារធាតុពណ៌ហើយវាអាចជួយជំរុញស្បែកសម្រាប់ការផលិតសារធាតុពណ៌មេឡាណូស៊ីតសារធាតុមួយនេះនឹងជួយលុបបំណាស់ពណ៌សតូចនៅលើស្បែករបស់អ្នកអាសត្វនេះក៏ជួយកាត់បន្ថយឱកាសនៃជំងឺមហារីកស្បែកដោយសារកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ផងដែរហើយទី5ព្យាបាលជំងឺ stress ម្រេចខ្មៅជួយបង្កើតមុខងារនិងអាចធ្វើឲ្យមានភាពប្រសើរឡើងនៃសុខភាពផ្លូវចិត្តវាជាសមាសធាតុដ៏សំខាន់ដែលត្រូវបានរកឃើញនៅក្នុងម្រេចខ្មៅដែលអាចកាត់បន្ថយភាពចាស់នៃខួរក្បាលនិងជួយបង្កើនការចងចាំផងដែរទី6គឺអាចព្យាបាលជំងឺក្រពះដំបៅក្រពះម្រេចគឺអាចព្យាបាលនៅជំងឺដំបៅក្រពះបានដោយវាមានសារធាតុប្រឆាំងអុកស៊ីតកម្មវាការពារបំផ្លាញអុកស៊ីតកម្មហើយក៏អាចជួយកាត់បន្ថយការរលាកនិងហើមក្រពះវាក៏អាចផ្ដល់នូវកម្លាំងភាពខ្លាំងដល់ប្រព័ន្ធការពាររំអិលរបស់រាងកាយផងដែរទី7គឺជួយបន្ធូរបន្ថយនៅអារម្មណ៍ឈឺធ្មេញដោយសារតែម្រេចខ្មៅវាមានលក្ខណៈការពារបាក់តេរីដូច្នេះម្រេចខ្មៅអាចការពារការលូតលាស់របស់បាក់តេរីអាក្រក់នៅលើធ្មេញនិងអញ្ចាញធ្មេញរបស់អ្នកបានការពារធ្មេញនិងអញ្ចាញរបស់អ្នកនោះគឺបានមកពីការបង្កើតបន្ទះការពារនៅលើធ្មេញនិងអញ្ចាញធ្មេញរបស់អ្នកពេលឈឺធ្មេញអ្នកគ្រាន់តែយកម្រេចខ្មៅម៉ត់ទៅដាក់ឬក៏លាបនៅលើតំបន់ដែលមានមេរោគដោយលាយជាមួយនឹងអំបិលបន្តិចហើយវានឹងអាចបន្ធូរបន្ថយនៃការឈឺចាប់បានហើយទី8គឺមានប្រសិទ្ធភាពលើជំងឺរលាកសន្លាក់ឆ្អឹងម្រេចខ្មៅមានអានុភាពនៃភាពក្តៅរបស់ម្រេចខ្មៅនឹងបានផ្ដល់នៅការបន្ធូរបន្ថយភាពឈឺចាប់ដោយសារតែជំងឺរលាកសន្លាក់ឆ្អឹងវាក៏ផ្ដល់នៅអារម្មណ៍កក់ក្តៅនិងធ្វើឲ្យឈាមរត់បានប្រសើរឡើងម្រេចខ្មៅក៏ជួយកាត់បន្ថយការរលាកនៃសន្លាក់ចំពោះអ្នកជំងឺរលាកសន្លាក់ផងដែរ
វាក៏អាចបណ្ដេញសារធាតុវីរិកចេញពីរាងកាយដែលសារធាតុវីរិកនេះផងដែរជាមូលហេតុមួយដែលធ្វើឲ្យមានការឈឺចាប់ដល់រាងកាយទាំងនេះគឺជាអត្ថប្រយោជន៍នៃម្រេចនៃដំណាំម្រេចហើយម្រេចខ្មៅនេះគឺវាគឺជាតែរបស់ប្រទេសឥណ្ឌាដែលគេយកទៅកែច្នៃធ្វើជាតែបុរាណណាដែលត្រូវបានគេប្រើប្រាស់សម្រាប់ប្រជាជនគេហូបរាល់ថ្ងៃដើម្បីសុខភាពហើយវាមានវីតាមីនជាច្រើននៅក្នុងនឹងវាមានដូចជាវីតាមីន A វីតាមីន C ហើយនិងវីតាមីន B6 ហើយនិងមានវីតាមីនជាច្រើនបន្ថែមទៀតដូច្នេះម្រេចគឺមានអត្ថប្រយោជន៍ជាច្រើនដែលយើងគួរតែហូបវាជាប្រចាំដើម្បីថែរក្សានៅសុខភាពឲ្យយើងនឹងមានសុខភាពល្អហើយវីដេអូនេះផងដែរក៏បានមកដល់ទីបញ្ចប់ក៏សូមអរគុណដល់បងប្អូនអរគ្នាដែលបានទស្សនាវីដេអូរហូតដល់ចប់សូមជូនពរបងប្អូនអរគ្នាមានសុខភាពល្អហើយបើយល់ថាវីដេអូនេះគឺមានប្រយោជន៍សូមបងប្អូនជួយ Subscribe ដើម្បីទទួលបាននូវវីដេអូជាបន្តទៀតសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត